អ្នកនរគ្នាកំពុងតែជាសិស្សឬក៏និស្សិតដែលមានអារម្មណ៍ថាមួយថ្ងៃគឺយើង level អត់ត្រូវអត់ព្រោះគឺយើងត្រូវទៅរៀនល្ងាចគឺយើងធ្វើ assignment ហើយយប់ឡើងមើលមេរៀនប្រឡងមានណាត់ជួបជុំឬក៏ផ្ដល់ពេលវេលាឲ្យគ្រួសារប៉ុន្តែយើងនៅតែចង់រកលុយបន្ថែមតែយើងអាចទៅធ្វើការងារពេញម៉ោងបានទេបើសិនជាទាំងអស់គ្នាធ្លាប់គិតចឹងវីដេអូហ្នឹងឲ្យសម្រាប់ទាំងអស់គ្នាថ្ងៃហ្នឹងគឺខ្ញុំនឹងធ្វើការចែកម្លែក side hustle ចំនួន4ដែលវាអាចសមស្របសម្រាប់សិស្សនិងនិស្សិតដែល level វាគឺជាវិធីសាស្ត្រដែលយើងអាចចាប់ផ្ដើមតិចតួចបានដោយប្រើជំនាញពេលវេលាតិចនិងមិនប៉ះពាល់ទៅដល់ការសិក្សាយើង Side hustle ទាំងនេះគឺមិនទាមទារឲ្យយើងទៅធ្វើការងារពេញម៉ោងទេយើងអាចធ្វើនៅពេលល្ងាចចុងសប្តាហ៍ឬក៏ពេលដែលយើងទនេពីការសិក្សាតិចតួចដូច្នេះយើងចាប់ផ្ដើម Side hustle ដំបូងគេទី1ជា website maintenance ឬក៏ការជួយថែរក្សា website ឲ្យអាជីវកម្មទូចៗអូទាំងអស់គ្នាត្រូវចាំថាបើសិនជាយើងនិយាយ maintenance website មិនមែនឲ្យទាំងអស់គ្នាទៅបង្កើត website មកទេព្រោះការបង្កើត website ពីដំបូងគឺវាអាចចំណាយពេលច្រើនសម្រាប់យើងគឺយើងត្រូវការចេះ code ចេះ design ចេះ UX ចេះ hosting ចេះ SEO និងអ្វីៗជាច្រើនទៀតហើយសម្រាប់យើងជាសិស្សឬក៏និស្សិតដែល level ផងការធ្វើបែបនេះគឺវាធ្ងន់ណាស់ប៉ុន្តែសម្រាប់ website maintenance វិញគឺវាងាយជាងហ្នឹងមានន័យថាយើងអាចជួយអាជីវកម្មឬក៏ brand ទូចៗកែអត្ថបទបដូររូបភាពបដូរលេខទូរស័ព្ទឬក៏បន្ថែម link នៅក្នុងបណ្ណុយ update ព័ត៌មានថ្មីៗនៅលើ website របស់ពួកគាត់នៅកម្ពុជាយើងគឺមានអាជីវកម្មច្រើនណាស់ដែលគាត់មាន website ហើយប៉ុន្តែអត់សូវមានពេល update ឧទាហរណ៍ដូចជាហាងកាហ្វេ clinic និងហាងលក់ផលិតផលជាដើមបើសិនជាយើងចូលទៅមើល website របស់ពួកគាត់ខ្លះយើងនឹងឃើញថាព័ត៌មានចាស់គឺនៅដដែលលេខទូរស័ព្ទគឺអាចនឹងខុសជាមួយនឹងលេខដែលគាត់ប្រើឥឡូវ link គឺអាចនឹងខូចឬក៏មាន bug ដែលអត់អាច access ចូលទៅក្នុងរូបភាពថ្មីឬក៏រូបភាពអត់ទាន់បានផ្លាស់ប្ដូរនេះហើយវាគឺជាឱកាសសម្រាប់យើងអាចធ្វើការ reach out ឬក៏ផ្ញើសារទៅគាត់ដែលថាជំរាបសួរបងខ្ញុំបានមើល website របស់បងហើយសង្កេតឃើញថាព័ត៌មានខ្លះមើលទៅយើងអាច update ឲ្យមានលក្ខណៈថ្មីនិង professional ជាងមុនបើសិនជាបងត្រូវការខ្ញុំអាចជួយ maintenance website ហ្នឹងជាប្រចាំខែដូចជា update អត្ថបទរូបភាព link និងព័ត៌មានផ្សេងៗដែលខ្ញុំមើលទៅ fit ជាមួយនឹងបច្ចុប្បន្នភាពរបស់អាជីវកម្មបងត្រង់នេះបើសិនជាយើងចាប់ផ្ដើមយើងកុំទាន់និយាយតម្លៃភ្លាមៗយើងគ្រាន់តែសួរថាពួកគាត់គឺចាប់អារម្មណ៍ឬអត់ហើយខ្ញុំគិតថា side hustle នេះគឺវាល្អសម្រាប់សិស្សដែលយើងចេះប្រើ computer ចេះ WordPress ឬក៏ website builder ដូចជា Wix Shopify ឬក៏ Google Sheets យើងអត់ចាំបាច់ទៅចេះ code អីខ្លាំងណាស់ណាទេប៉ុន្តែបើសិនជាយើងចេះវាអាចជា advantage របស់យើងបន្ថែមហើយយើងអាចគិតថ្លៃជាប្រចាំខែបើសិនជាគាត់ចាប់អារម្មណ៍ឧទាហរណ៍ថា30 50ឬក៏100នៅក្នុងមួយខែវាអាស្រ័យទៅលើបទពិសោធន៍របស់យើងនិងទំហំការងារបើសិនជាយើងមាន client 3ទៅ4នាក់យើងអាចរកចំណូលបានល្អដែរសម្រាប់ក្នុងនាមយើងជាសិស្ស Side hustle ទី2គឺជា graphic design នេះគឺជាការងារមួយដែលសិស្សជាច្រើនគឺបានចាប់ផ្ដើមព្រោះសប្តាហ៍ថ្ងៃគឺវាមាន tool ងាយៗដូចជា Canva Adobe Express CapCut Template និង AI design tool ផ្សេងៗយើងអត់ចាំបាច់ទៅជា professional designer ទេយើងអាចចាប់ផ្ដើមបានគ្រប់ពេលបើសិនជាយើងចេះ design poster សាមញ្ញធ្វើ promotion ធ្វើ menu post នៅលើ Facebook story អាចធ្វើ thumbnail ដែល client ទាំងអស់នោះគាត់ត្រូវការបានឧទាហរណ៍អាជីវកម្មទូចៗគឺត្រូវការ design ជាប្រចាំហាងកាហ្វេគឺត្រូវការ poster promotion ហាងអាហារគឺគេត្រូវការ menu design គ្រូបរិញ្ញាគាត់អាចត្រូវការ poster សម្រាប់នៅក្នុងការធ្វើ course របស់គាត់ creator គាត់អាចត្រូវការ YouTube thumbnail អត្ថប្រយោជន៍ធំសម្រាប់ graphic design នោះគឺយើងអាចធ្វើ template មួយហើយគឺយើងអាចយកការងារហ្នឹងមកធ្វើម្ដងទៀតបានហើយមានលក្ខណៈលឿនជាងមុនទៀតឧទាហរណ៍ poster មួយគឺយើងចំណាយពេល2ម៉ោងបន្ទាប់មកយើងអាច save file ហ្នឹងវាដូចជា template របស់យើងអញ្ចឹងហើយនៅពេលដែលយើងចង់ធ្វើ poster ក្រោយៗដែលមានលក្ខណៈស្តៀងហ្នឹងគឺយើងអាចចំណាយពេលត្រឹមតែ20ទៅ30នាទីទេហើយសម្រាប់អីដែលយើងចាប់ផ្ដើមយើងគួរតែធ្វើ portfolio ទូចមួយសិនហើយបង្ហាញរូបដែលយើងបាន design គំរូពី10ទៅ15ដែលយើងបានធ្វើទៅបន្ទាប់មកគឺយើងអាច post នៅលើ Facebook ឬក៏ផ្ញើទៅកាន់អាជីវកម្មទូចៗដែលយើងគិតថាគាត់ត្រូវការយើងអាច reach out ទៅគាត់ដោយសរសេរថាសួស្តីបងខ្ញុំគឺជាសិស្សនិងនិស្សិតដែលចេះ design poster តិចតួចនិង social media post ខ្ញុំធ្លាប់បានធ្វើគំរូ design ខ្លះៗពីមុនរួចមកហើយខ្ញុំគិតថាវាអាចជួយឲ្យ page របស់បងមើលទៅស្អាតនិងមានលក្ខណៈ professional ជាងមុនបើបងត្រូវការខ្ញុំអាចជួយ design ជាប្រចាំសប្តាហ៍ឬក៏ប្រចាំខែបាន
តម្លៃយើងអាចឆាចឲ្យគាត់ពី$5 ទៅ$20នៅក្នុងមួយ poster ឬក៏ធ្វើ package មួយទៅជាប្រចាំខែដូចជាមួយខែយើងអាចមានពី10 post ឲ្យទៅកាន់អាជីវកម្មរបស់គាត់ដែលមានគុណភាពនិង quality ខ្ពស់ Side hustle ទី3ដែលយើងនិយាយគឺជា content repurposing content repurposing គឺជាការងារថ្មីមួយដែលកំពុងតែមាន demand ខ្លាំងសពថ្ងៃហ្នឹង creator មួយចំនួនធំគាត់អត់ធ្វើវីដេអូវែងតែមួយទេពួកគាត់គឺបានផុសវានៅច្រើន platform ផ្សេងៗគ្នាហើយដូចជា platform ខ្លះគឺត្រូវការផុសវីដេអូខ្លីៗដើម្បីឲ្យមានលក្ខណៈទាក់ទាញដូចជា TikTok ឬក៏ Instagram ចឹងទៅ content repurposing គឺមានន័យថាគឺយើងយក content មួយហ្នឹងយកវាទៅបំលែងទៅជា content ផ្សេងៗឧទាហរណ៍យើងយកវីដេអូវែងមួយពី YouTube យើងយកវាទៅកាត់ជាលក្ខណៈ short clip ខ្លីៗសម្រាប់ផុសនៅក្នុង TikTok ផងនិង Facebook ផងជា real video យើងអាចយក podcast មួយមកទៅសេជាផុសនៅលើ Facebook វិញឬក៏យើងយកវីដេអូ live stream មួយមកកាត់វាជា 5-6 clip ហើយផុសនៅក្នុង platform ផ្សេងហើយអ្វីដែលល្អសម្រាប់យើងជានិស្សិតដែល level ហ្នឹងគឺយើងអត់ចាំបាច់បង្កើត content មកខ្លួនឯងឬក៏យើងធ្វើវាពីសូន្យទេគឺមាន creator ឬក៏ business ដែលគាត់មាន content ដើមមួយហើយយើងគ្រាន់តែជួយរៀបចំកាត់បំលែងនិងធ្វើឲ្យវាគឺសមសម្រាប់ platform របស់គាត់ទៅគឺបានហើយឧទាហរណ៍បើសិនជា creator ម្នាក់គាត់ធ្វើវីដេអូ20នាទីហើយយើងអាចជួយគាត់គឺកាត់ចេញជា5 short video ហើយដាក់ subtitle ដាក់ hook ដាក់ caption អញ្ចឹងគាត់អាចនឹងចាប់អារម្មណ៍ការងារទាំងអស់នេះគឺយើងអាចប្រើ tool ជាទូទៅបានដូចជា CapCut Canva ChatGPT Notion Google Docs និង AI tool ផ្សេងៗដែលវាអាចជួយឲ្យការងាររបស់យើងគឺលឿនជាងមុនប៉ុន្តែខ្ញុំយល់ចំណុចពិបាកគឺយើងត្រូវរក client ហ្នឹងដែលជា client ដំបូងសម្រាប់ខ្ញុំគិតថាយើងអត់គួរណាទៅរក client ធំៗទេយើងគួរចាប់ផ្ដើមចេញមកពី client ទូចៗឬក៏ជា creator ទូចៗ creator មធ្យមដែលយើងចូលចិត្តមើលគាត់យើងកុំព្យាយាមទៅរក creator ធំៗព្រោះគាត់អាចនឹងមាន team រួចហើយយើងអាចស្វែងយល់ថាតើ creator ហ្នឹងគឺគាត់មាន content ល្អនៅហើយមាន short clip ដែលបានផុសនៅក្នុង platform គាត់អត់ឬក៏អត់ទាន់ល្អយើងចង់ជួយកែតម្រូវយើងអាចធ្វើ simple មួយហើយផ្ញើទៅគាត់រួចសរសេរសារ reach out ដែលថាសួស្ដីបងខ្ញុំគឺបានតាមដាន content បងយូរហើយខ្ញុំគិតថាវីដេអូរបស់បងបើសិនជាយើងយកវាទៅកាត់ជា short clip ហើយផុសនៅក្នុង TikTok វាអាចមើលទៅល្អហើយទាក់ទាញមនុស្សមកទិញផលិតផលរបស់បងច្រើនជាងមុនឬក៏មាន view ច្រើនជាងមុនខ្ញុំបានសាកកាត់ simple រួចហើយបងអាចមើលបានហើយបើសិនជាបងចាប់អារម្មណ៍ខ្ញុំអាចជួយធ្វើ content repurposing ជូនបងជាប្រចាំខែតែប៉ុណ្្នឹងទៅខ្ញុំគិតថាវាអូខេហើយ side hustle នេះតាមខ្ញុំគិតវាអាចសមស្របសម្រាប់អ្នកដែលចូលចិត្ត content ចូលចិត្តកាត់វីដេអូខ្លីៗយល់ពីរបៀបនៅក្នុងការធ្វើ hook caption និង subtitle 4ជា side hustle ដែលបង្កើតវគ្គបរិញ្ញាបត្រតាម online សិស្សឬក៏និស្សិតភាគច្រើនគឺគាត់រកលុយបន្ថែមតាមរយៈការបរិញ្ញាបត្រតែបញ្ហាដែលយើងគួរជៀសវាងគឺកុំព្យាយាមបើកវគ្គបរិញ្ញាបត្រ one on one វាអាចចំណាយពេលច្រើនហើយបើសិនជាយើងជានិស្សិតដែល level ហងវាអាចខាតពេលយើងច្រើនដែរដូច្នេះយើងគួរមានវិធីល្អមួយជាងហ្នឹងដោយបង្រៀនជាក្រុមតាមរយៈ online វិញបើសិនជាយើងគិតថាការបរិញ្ញាបត្រមួយទល់មួយគឺអាចរកបានម្នាក់$10នៅក្នុង1ម៉ោងប៉ុន្តែបើសិនជាយើងបង្កើតក្រុមវិញហើយមួយថ្នាក់គឺយើងអាចកំណត់10នាក់អញ្ចឹងបើសិនជាយើងអាចរក10នាក់នៅក្នុងមួយខែគឺយើងអាចរកចំណូលបាន$100អាហ្នឹងនៅក្នុងតែមួយ class ផងអញ្ចឹងយើងអាចបើក 3-4 class ហើយយើងអាចរកចំណូលបានល្អដែរតែត្រូវចាំថាអីដែលយើងផ្ដល់ឲ្យពួកគាត់គឺមិនលើសកិច្ចសន្យាដែលយើងបានបង្ហោះឲ្យគាត់ចូលមករៀនបានន័យថាអីដែលយើងបានបរៀនគាត់ហ្នឹងឲ្យច្បាស់ថាវាជាមុខជំនាញមួយដែលយើងចេះពិតប្រាកដមានមេរៀនរៀបចំត្រឹមត្រូវពន្យល់ងាយស្រួលយល់ហើយអាចឆ្លើយសំណួរទាំងអស់ដែលគាត់សួរបានបើសិនជាយើងអាចធ្វើអីដែលយើងនិយាយមិញបានយើងអាចបើកថ្នាក់ទូចៗដូចជាថ្នាក់បង្រៀនភាសាអង់គ្លេសឲ្យនិយាយល្អជាងមុនថ្នាក់បង្រៀន Basic Excel សម្រាប់សិស្សនៅក្នុងកម្រិតទាបថ្នាក់សម្រាប់បង្រៀនទៅលើ Adobe Premium ឬក៏ CapCut Video ដែលអាចងាយស្រួលនៅក្នុងការកាត់តសម្រាប់អ្នកទើបចាប់ផ្ដើមថ្មីរួចគឺយើងត្រូវរៀបចំ skill U ឲ្យត្រឹមត្រូវដែលថាមួយអាទិត្យគឺយើងអាចបរៀន2ដងឬក៏មួយអាទិត្យគឺយើងបរៀន4ថ្ងៃហើយបើសិនជាយើងចាប់ផ្ដើមកុំចាប់ផ្ដើមside hustleទាំង4ចូលគ្នាឬក៏2ខ្ញុំគិតថាយើងគួរតែធ្វើមួយបានហើយនៅក្នុងចំណោម4ហ្នឹងហើយទាំងអស់គ្នាយល់យ៉ាងណាចំពោះ side hustle ទាំង4ហ្នឹងអាច comment ខាងក្រោមបាន
ថាទាំងអស់គ្នាគឺចូលចិត្តមួយណាឬក៏គិតថាវាមិនសមជាមួយនឹងសមត្ថភាពរបស់យើងឬក៏មានអីផ្សេងទៀតខមមិនខាងក្រោមខ្ញុំចង់ដឹងពីទាំងអស់គ្នាដែរអរគុណសម្រាប់ការមើលជួបគ្នានៅវីដេអូក្រោយបាយបាយ